ទីបរិស្ថានខេត្តកំពតសូមអរព្រះគុណនិងថ្លែងអំណរគុណចំពោះព្រះគុណម្ចាស់គ្រប់ព្រះអង្គអាជ្ញាធរមូលដ្ឋានលោកគ្រូអ្នកគ្រូសិស្សានុសិស្សប្រជាពលរដ្ឋនិងវត្តអារាមចំនួន7សាលារៀនចំនួន79សាលារៀននិងឃុំសង្កាត់ចំនួន6ក្នុងខេត្តកំពតចូលរួមយ៉ាងសកម្មក្នុងការអនុវត្តយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកយុទ្ធនាការកម្ពុជាស្អាតខ្មែរធ្វើបានយុទ្ធនាការសម្អាតផ្លូវជាតិនៅថ្ងៃទី30 ខែមិថុនាឆ្នាំ2025ដោយមានការចូលរួមប្រមាណជាង 15,000 អង្គអ្នកទន្ទឹមគ្នានេះដែរក៏សូមថ្លែងអំណរគុណដល់កងកម្លាំងអាជ្ញាធរពាក់ព័ន្ធដែលតែងតែយកចិត្តទុកដាក់ការពារសុវត្ថិភាពដល់សិស្សានុសិស្សពេលធ្វើអនាម័យសម្អាតបរិស្ថានតាមដងផ្លូវ